ហើយចោតចិនថាបានជួយផ្ដល់អាវុធទាំងនេះមកកងទ័ពខ្មែរដើម្បីប្រយុទ្ធនឹងខ្លួនតាមបណ្ដោយព្រំដែនបន្ទាប់ពីចិនបានបញ្ជូនរថកុសថេប59ទីចំនួន93គ្រឿងឲ្យកងទ័ពខ្មែរហើយនោះសារព័ត៌មានថៃជាច្រើនបាននិយាយថាចិនក៏បានបញ្ជូនកាំភ្លើងវែងជាច្រើនពាន់ដើមមកឲ្យកងទ័ពខ្មែរផងដែរដោយពួកគេបានយករូបភាពកាំភ្លើងថ្មីស្រឡាំងដែលកងទ័ពខ្មែរផុសលើបណ្ដាញសង្គមយកទៅវិភាគប្រងព្រាតតាមពិតទៅអាវុធទាំងនេះគឺកងទ័ពខ្មែរយើងមានប្រើប្រាស់ជាច្រើនឆ្នាំមកហើយប៉ុន្តែចំនួនមានកំណត់និងប្រើប្រាស់តែក្នុងកងកម្លាំងឆ័ត្រយោង911ប៉ុណ្ណោះវាត្រូវបានឆ្លងកាត់ក្នុងសង្គ្រាមជាច្រើនដូចជាសង្គ្រាមសូវៀតនៅអាហ្គានីស្ថានសង្គ្រាមនៅលីប៊ីសង្គ្រាមនៅស៊ូដង់ជាពិសេសសង្គ្រាមថៃឈ្លានពានខ្មែរនាពេលបច្ចុប្បន្ននេះដើមចមនៃការផលិតកាំភ្លើង 6U នេះឡើងគឺដំបូងឡើយនៅសម័យដែលចិនជួយវៀតណាមខាងជើងប្រយុទ្ធទប់ទល់នឹងសហរដ្ឋអាមេរិកនិងពេលដែលខ្មែរក្រហមវាយប្រយុទ្ធនឹងក្រុមទាហានលន់នល់ពួកគេបានចាប់យកនៅកាំភ្លើង M16 របស់សហរដ្ឋអាមេរិកជាច្រើនបញ្ជូនឲ្យចិនដើម្បីយកវាទៅសិក្សានិងផលិតតាមរហូតដល់ឆ្នាំ1980ចិនបានដាក់ប្រើប្រាស់ជាផ្លូវការនៃកាំភ្លើង 6UA បីប្រើប្រាស់ក្នុងជួរទ័ពខ្លួននិងលក់ចេញទៅបណ្ដាប្រទេសនានាដែលចិនគ្រប់គ្រងផ្នែកខាងយោធាហើយការអភិវឌ្ឍកាំភ្លើងប្រភេទនេះទៅតាមលំដាប់លំដោយស៊េរីនីមួយៗដោយ M16 អាមេរិកដែរហើយរាងរៅរបស់វាដូចគ្នាសឹងតែបេះដាក់តែម្ដងរហូតដល់ធ្វើឲ្យអ្នកខ្លះមិនអាចកំណត់ថាជារបស់ចិនឬក៏អាមេរិកនោះទេទូយ៉ាងដូចជាសង្គ្រាមថៃឈ្លានពានកម្ពុជាចឹងទាំងទាហានខ្មែរនិងថៃបានពាក់នៅកាំភ្លើង 6QB ដូចគ្នាហើយមានអ្នកខ្លះច្រឡំថា M16A4 តាមពិតទៅវាគឺជា 6QB និង 6Q311 ជាមួយនឹងទម្ងន់ទទេ 2.9 គីឡូក្រាមទម្ងន់នេះគឺមិនទាន់បញ្ចូលបង់នោះទេបណ្ដោយប្រវែង 1000 មីលីម៉ែត្រប្រើប្រាស់គ្រាប់ប្រភេទ 5.56 គុណនឹង45 មីលីម៉ែត្រស្តង់ដារ NATO បាញ់បានចម្ងាយ460ម៉ែត្រជាចម្ងាយមានប្រសិទ្ធភាពបាញ់ចំគោលដៅបានល្អអាចបាញ់បាន600គ្រាប់ក្នុង1នាទីអត្រាបញ្គ្រាប់រត់គឺ690ម៉ែត្រក្នុង1វិនាទីដោយវាប្រើប្រាស់បង់ Starnex 4179ក្នុងមួយបង់មាន20គ្រាប់ឬក៏30គ្រាប់វាមានអាចរំសាយសម្រាប់តម្រង់គោលដៅឬក៏យើងអាចបំពាក់ឧបករណ៍មើលគោលដៅផ្សេងទៀតបានទូយ៉ាងដូចជាកងទ័ពកម្ពុជាយើងបានបំពាក់នៅឧបករណ៍សម្រាប់មើលនៅពេលយប់ប្រភេទ HTA7 384គុណនឹង288អាចមើលសត្រូវនៅពេលយប់បានយ៉ាងច្បាស់បើទោះបីជាសត្រូវទាំងនោះបន្លំខ្លួនតាមដើមឈើឬក៏តាមទីអាចកំបាំងយ៉ាងណាក៏ដោយហើយការបំពាក់ឧបករណ៍សម្រាប់មើលគោលដៅនេះដែរគឺអាស្រ័យលើថាយើងចង់បំពាក់ប្រភេទណា